ជាក្រុមត្រៀមប្រុងព្រៀបប្រកួតវើកសេនាគុណខ្មែរយន់ប្របីទឹកគូទី5ដែលជាគូអន្តរជាតិកម្ពុជាមីយ៉ាន់ម៉ាទឹកទី1 round 1បាទទឹកទី1មិត្តភាពកម្ពុជាមីយ៉ាន់ម៉ាទាត់ជើងក្រោមមួយរបស់បាទកីឡាករមីយ៉ាន់ម៉ាបាទសាន់ម៉ាយ៉ាត់អូវាយបាត់2 ដៃ 3 ដៃបាទពីបាទម៉ាយ៉ាត់អូបាទញាក់ពីសវិនអត់ចេញទេបាទម៉ាយ៉ាត់អូនៅវាយ2 ដៃទៀតបាទពីម៉ាយ៉ាត់អូបាទសវិនយកដើរចូលទាត់ឆ្វេងរបស់សវិនវាយ2 ដៃសងវិញរបស់ម៉ាយ៉ាត់អូបាទទាត់ជើងក្រោមបាទឆ្វេងបាទពីម៉ាយ៉ាត់អូបាទសវិនទាត់ឆ្វេងរបស់សវិនបាទដើរចូលទាត់ឆ្វេងទៀតពីបាទសវិនបាទធាក់បាទពីម៉ាយ៉ាត់អូបាទទាត់ជើងក្រោមបាទពីម៉ាយ៉ាត់អូបៃសងបាទរបស់ម៉ាយ៉ាត់អូថែមបាទមិនយ៉ាងបាច់ហើយបែកបាត់ហើយបាទអូបាទដើមទឹកបាទចូលមកបែកបាទលើបាទត្របកភ្នែកបាទខាងចិត្តប្រជុំចើមបាទខាងឆ្វេងខាងស្ដាំបាទកីឡាករបាទសាន់ម៉ាយ៉ាត់អូមកពីបាទមីយ៉ាន់ម៉ាបាទឥឡូវនេះប្រកល់ជូនទៅដល់លោកគ្រូពេទ្យបាទពិនិត្យបាទថមសិនបាទតោះឥឡូវទៅទៀតប្រកួតបន្ត continue បាទហួបបែកកន្លែងនេះបាទអញ្ចឹងលោកគ្រូពេទ្យបាទក៏រុញលោកអញ្ញាកណ្ដាលរុញទៅលោកគ្រូពេទ្យលឿនបាទវូក្លាច់មានបញ្ហាឈាមចូលភ្នែកទៅទៀតទាត់ជើងក្រោមបាទវាយសំពីបាទម៉ាយ៉ាត់អូបាទសវិនទាត់ឆ្វេងរបស់សវិនវាយសងវិញរបស់ម៉ាយ៉ាត់អូធាក់មួយទៀតបាទម៉ាយ៉ាត់អូញាក់អត់ចេញអាវុធរួចទេបាទសវិនបាទលោកអញ្ញាកណ្ដាលរុញទៅទៀតហើយប្រកួតតបាទឥឡូវនេះលោកគ្រូពេទ្យបាទសម្រាប់ចឹងណាបាទចាំមើលសិនអូខេតោះបាទដូចជាផាកការប្រកួតបាត់ទៅហើយបាទបែកកន្លែងបាទប្រជុំចើមនេះគ្រោះថ្នាក់បាទអាចឈាមចូលភ្នែកគឺបញ្ហាបាទដូច្នេះហើយគឺបាទតែឈាមហូរមកបែបនេះបាទលោកអញ្ញាកណ្ដាលគាត់រុញទៅកាន់លោកគ្រូពេទ្យបាទចាំមើលរូបភាពបាទជឿននៃការប្រកួតអំបញ្ញមិញបាទអត់តន់ចាយកម្លាំងផងបាទសវិនបាទចូលមកកែងមកបាទនេះបងប្អូនយើងគាត់បាទលើកទឹកចិត្តដល់កីឡាករមីយ៉ាន់ម៉ាបាទគាត់តេះដៃជូតនេះអូបាទចូលមកកែងនេះពេញរបស់សវិននេះបាទផោបាទគាត់ល្អដៃណាស់ដែរបាទចូលមកគាត់ព្យាយាមដេញវាយដល់ពេលដេញវាយគាត់តម្លាក់ដៃមកចូលកែងឆ្វេងរបស់សវិនបាទអរគុណប្រកួតទូនេះបន្តជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណកីឡាករបង្គោលក្រហមសាវិនគុណខ្មែរកម្ពុជាទទួលបានជ័យជំនះដោយវាយកីឡាករបង្គោលខៀវមុខពីប្រទេសមីយ៉ាន់ម៉ាមានរបួសលោកគ្រូពេទ្យបញ្ឈប់នៅក្នុងទឹកទី1